មិនត្រឹមតែកំពុងទទួលរងការវាយប្រហារលើដែនដីរបស់ខ្លួនប៉ុណ្ណោះទេកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់កម្ពុជាក៏កំពុងរងរបួសដោយសកម្មភាពដ៏សាហាវយង់ឃ្នងរបស់យោធាថៃនិងរដ្ឋាភិបាលថៃគេឈ្លានពានយើងគេថាគេការពារខ្លួនពីការគំរាមកំហែងរបស់យើងគេឈ្លានពានយើងគេតាក់តែងរឿងថ្មីថាគេបង្ក្រាប scam online គេឈ្លានពានយើងគេឲ្យយើងប្រកាសឈប់បាញ់មុនជាឯកតោភាគីនេះគឺជាអយុត្តិធម៌3ត្រួតចាប់បង្ខិតត្រួតចាប់បង្ខំឲ្យប្រទេសតូចមួយទទួលយកការបន្លំបោកប្រាស់ដើម្បីលួងលោមប្រទេសធំនេះគឺជាការពិតដ៏ឃោរឃៅនៃនយោបាយអន្តរជាតិយុត្តិធម៌មិនកើតឡើងដោយស្វ័យប្រវត្តិសម្រាប់អ្នកដែលទុនខ្សោយនោះទេយើងនិយាយការពិតតែម្នាក់ឯងមិនគ្រាន់ទេភ័ស្តុតាងរបស់យើងតែម្នាក់ឯងក៏មិនគ្រប់ដែរការរងទុកតែម្នាក់ឯងក៏មិនត្រូវបានគេមើលឃើញទេអំណាចជាអ្នកសម្រេចថាតើអ្នកណាត្រូវអំណាចជាអ្នកកាត់សេចក្តីថានិទានកថារបស់អ្នកណាជាការពិតអំណាចជាអ្នកវិនិច្ឆ័យថាការឈឺចាប់និងការស្លាប់របស់អ្នកណាទើបមានតម្លៃនៅពេលដែលកម្ពុជាការពារខ្លួនកម្ពុជាត្រូវគេចោទថាជាអ្នកបង្កហេតុនៅពេលដែលកម្ពុជាបង្ហាញការអត់ធ្មត់កម្ពុជាត្រូវគេមើលងាយថាអន់នៅពេលដែលកម្ពុជាស្នើសុំភាពយុត្តិធម៌កម្ពុជាត្រូវបានគេប្រាប់ឲ្យអត់ធ្មត់តើនេះមិនមែនជាការសង្កត់ឲ្យកម្ពុជាទទួលយកភាពអយុត្តិធម៌ដោយស្ងៀមស្ងាត់ទេឬយ៉ាងណានោះហើយជាមូលហេតុដែលសង្គ្រាមឈ្លានពានលើកនេះធ្វើឲ្យយើងឈឺចាប់ខ្លាំងណាស់ទោះជាយ៉ាងណាយើងមិនត្រូវឲ្យគេបំបែកបានទេការឈឺចាប់ដែលគ្មានគោលដៅនឹងធ្វើឲ្យយើងបាត់អស់ក្តីសង្ឃឹមប៉ុន្តែការឈឺចាប់ដែលមានទិសដៅនិងការតាំងចិត្តនឹងប្រែក្លាយទៅជាកម្លាំងជាតិផ្លូវឆ្ពោះទៅមុខសម្រាប់ប្រទេសកម្ពុជាគឺការពង្រឹងជាតិលើគ្រប់វិស័យយើងត្រូវតែវិនិយោគឲ្យកាន់តែខ្លាំងលើសមត្ថភាពរបស់យើងសំលៀងអាវុធការទូតឲ្យកាន់តែមុតដើម្បីលាតត្រដាងរឿងរ៉ាវមិនពិតបង្កើនកំណើនសេដ្ឋកិច្ចឲ្យធន់ឲ្យមាំពង្រឹងយុត្តិធម៌សង្គមជំរះអំពើពុករលួយយើងត្រូវតែប្រែក្លាយការឈឺចាប់ទៅជាកម្លាំងជំរុញផលិតកម្មក្នុងស្រុកពង្រឹងកម្លាំងពលកម្មជំនាញសមត្ថភាពបច្ចេកវិទ្យានិងយោធានិងទុនបម្រុងជាយុទ្ធសាស្ត្រអ្វីដែលសំខាន់ដូចគ្នាយើងត្រូវតែពង្រឹងឯកភាពជាតិរបស់យើងសង្គមដែលបែកបាក់គឺងាយនឹងរងការធ្វើបាបប្រជាជាតិដែលមិនទុកចិត្តគ្នាគឺងាយនឹងគេជិះជាន់រាជរដ្ឋស្ថាប័នប្រព័ន្ធផ្សព្វផ្សាយអាចមានគំនិតផ្ទុយគ្នាតែមិនមែនស្អប់ខ្ពើមគ្នាយើងត្រូវវិញគ្នាជាចំណងចងគ្នាជាបាច់ប្រសិនបើយុត្តិធម៌ពិតជាគ្មានសម្រាប់អ្នកទុនខ្សោយមេនោះយើងត្រូវតែរួមគ្នាធានាថាកម្ពុជានឹងមិនទុនខ្សោយទេខ្ញុំរស់សុធាពី News Today NTTV